មេឃនៅរាជធានីភ្នំពេញចាប់ផ្ដើមប្រែជាពណ៌ប្រផេះខ្មៅនៅពេលដែលសំឡេងជួងបញ្ចប់ម៉ោងសិក្សាញាសៀលថ្ងៃស័កបានបន្លឺឡើងសិស្សានុសិស្សនៃវិទ្យាល័យមួយនេះបាននាំគ្នាសម្រុកចេញពីថ្នាក់រៀនដោយសំឡេងកង់រំពងខ្លះរត់ទៅរកម៉ូតូខ្លះទៀតដើរទៅរកកន្លែងលក់នំចំណីនៅមុខសាលាប៉ុន្តែសម្រាប់សុភានាងមិនបានប្រញាប់ប្រញាល់ទៅណាទេនាងគ្រាន់តែដើរយឺតចេញពីបន្ទប់ពិសោធន៍វិទ្យាសាស្ត្រដោយដៃទាំងពីរអោបសៀវភៅយ៉ាងណែននៅជាប់នឹងទ្រូងចិត្តរបស់នាងហាក់ដូចជាកំពុងតែគិតអំពីរូបមន្តគីមីវិទ្យាដែលទើបតែរៀនចប់ប៉ុន្តែជ្រៅនៅក្នុងបេះដូងនាងកំពុងតែបារម្ភអំពីភ្លៀងដែលហៀបនឹងធ្លាក់ចុះមកគ្រាន់តែនាងឈានជើងដល់ខ្លោងទ្វារសាលាដំណក់ទឹកភ្លៀងគ្រាប់ធំក៏ចាប់ផ្ដើមធ្លាក់ចុះមកយ៉ាងខ្លាំងហាក់ដូចជាមេឃធុះសិស្សដទៃទៀតបានរត់រកកន្លែងជ្រកយ៉ាងប្រញាប់ប៉ុន្តែសុភាឈួរនៅក្រោមដំបូលតូចមួយនៃប៉ុស្តិ៍សន្តិសុខដោយសម្លឹងមើលទៅផ្លូវដែលកំពុងតែលិចទឹកបន្តិចម្ដងស្លាប់ហើយថ្ងៃនេះម៉ាក់មកទទួលជួយទៀតហើយនាងរអ៊ូតិចដាក់ខ្លួនឯងព្រមទាំងដកដង្ហើមធំសំឡេងទឹកភ្លៀងធ្លាក់ប៉ះដំបូលសង្កសីលន់ដូចគេវាយស្ករធ្វើឲ្យនាងមានអារម្មណ៍ថាឯកោនិងត្រជាក់ខ្យល់បក់ខ្លាំងធ្វើឲ្យដំណក់ទឹកសាច់មកលើឯកសណ្ឋានសិស្សរបស់នាងធ្វើឲ្យនាងត្រូវរំកិលខ្លួនចូលទៅក្នុងបន្ទប់ទៀតនៅពេលដែលនាងកំពុងតែឆ្ងក់មុខមើលចុងជើងខ្លួនឯងស្រាប់តែមានសំឡេងមួយដែលនាងចងចាំយ៉ាងច្បាស់បន្លឺឡើងពីក្រោយសុភាមិនតាន់ទៅផ្ទះទេហាសុភាងើបមុខឡើងយ៉ាងលឿនហើយបេះដូងរបស់នាងក៏ចាប់ផ្ដើមលោតខុតចង្វាក់គឺតារាគាត់កំពុងឈរនៅទីនោះជាមួយនឹងសក់ដែលសើមជោកដោយសារទឹកភ្លៀងនិងអាវសើសដែលសើមជាប់នឹងស្មាដ៏រឹងមាំរបស់គាត់កាន់បាល់បោះមួយនៅក្នុងដៃម្ខាងនិងកែបូបស្បាយនៅស្មាម្ខាងទៀតស្នាមញញឹមរបស់គាត់នៅតែភ្លឺថ្លាទោះបីជានៅក្នុងអាកាសភាពដ៏អាប់អួរនេះក៏ដោយចាគឺខ្ញុំចាំម៉ាក់ប៉ុន្តែគាត់មិនទាន់មកដល់សុភាឆ្លើយដោយសំឡេងញយមិនដឹងថាដោយសារភាពត្រជាក់ឬដោយសារភាពរំភើបដែលបានជួបគាត់តារាសយតិចហើយរើកាបូបរបស់គាត់ថ្ងៃនេះភ្លៀងខ្លាំងណាស់ផ្លូវប្រកាសជាស្ទើរហើយម៉ាក់របស់សុភាប្រហែលជាជាប់នៅក្នុងកន្លែងណាមួយហើយមើលទៅគាត់និយាយបណ្ដាដៃរបស់គាត់ទាញយកឆាត់ពណ៌ខៀវមួយចេញពីកាបូបនេះយកឆាត់នេះទៅប្រាសិនទៅខ្ញុំមានអាវភ្លៀងនៅក្នុងកែបម៉ូតូហើយកុំឈរនៅទីនេះយូរពេកប្រយ័ត្នឈឺតារាហូតឆាត់ឲ្យសុភាដែលរបស់ពួកគាត់បានប៉ះគ្នាដោយចៃដន្យធ្វើឲ្យមានចរន្តអគ្គិសនីមួយរត់កាត់បេះដូងរបស់សុភានាងសម្លឹងមើលភ្នែករបស់គាត់ដែលពោពេញទៅដោយភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ចុះតារាវិញនាងសួរដោយក្តីបារម្ភខ្ញុំមិនអីទេខ្ញុំជាអ្នកកីឡារឹងមាំណាស់គាត់និយាយលេងសើចព្រមទាំងធ្វើកាយវិជាបង្ហាញសាច់ដុំដៃធ្វើឲ្យសុភាអាចសើចមិនបានតោះខ្ញុំជូនទៅរកកន្លែងស្ងួតជាងនេះឬចាំខ្ញុំជិះម៉ូតូជូនទៅផ្ទះតែម្ដងសំណើរបស់គាត់ធ្វើឲ្យសុភាមុខឡើងក្រហមការជិះម៉ូតូជាមួយតារាជាក្តីស្រមៃដែលនាងមិនដែលហ៊ានគិតប៉ុន្តែមុននឹងនាងឆ្លើយទូរស័ព្ទរបស់នាងក៏រត់ឡើងគឺម៉ាក់របស់នាងអាឡូគូនម៉ាក់មកដល់មុខសាលាហើយក៏នៅឯណាសុភាងាកទៅមើលផ្លៃហើយឃើញឡានរបស់ម៉ាក់នាងចតនៅត្រីម្ខាងនាងងាកមកមើលតារាវិញដោយអារម្មណ៍ស្ទាក់ស្ទើរម៉ាក់ខ្ញុំមកដល់ហើយអរគុណច្រើនណាស់តារាសម្រាប់ឆាត់តារាញញឹមឲ្យក្រវីក្បាលមិនបាច់អរគុណទេចាប់រត់ទៅប្រយ័ត្នសើមទុកឆាត់នឹងសិនទៅថ្ងៃច័ន្ទចាំយកមកឲ្យខ្ញុំវិញក៏បានសុភាបើកឆាត់ពណ៌ខៀវនោះហើយរត់កាត់ដំណក់ទឹកភ្លៀងទៅរកឡានរបស់ម៉ាក់មុននឹងចូលឡាននាងងាកមកក្រោយហើយឃើញតារានៅតែចូលមើលនាងគាត់លើកដៃបកលាទាំងស្នាមញញឹមនៅពេលនាងចូលក្នុងឡាននាងអុបឆាត់នឹងជាប់នឹងទ្រូងហើយធំក្លិនទឹកអុបតិចដែលជាប់នឹងឆាត់នោះវាជាក្លិននៃក្តីស្រឡាញ់ដំបូងដែលធ្វើឲ្យនាងញញឹមញាក់ឯងពេញមួយផ្លូវទៅផ្ទះដំណក់ទឹកភ្លៀងថៃនេះមិនមែនត្រឹមតែជាទឹកភ្លៀងធម្មតាទេតែវាជាដំណក់ទឹកភ្លៀងដែលស្រោចស្រពបេះដូងស្ងួតហួតហែងរបស់នាងឲ្យរស់រានមានជីវិតឡើងវិញពន្លឺព្រះអាទិត្យពេលព្រឹកបានចាំងចូលតាមបង្អួចនៃបណ្ណាល័យសាលាបង្កើតជាស្រមោលវែងនៅលើតុឈើវែងដែលពោពេញទៅដោយសៀវភៅសុភាកំពុងអង្គុយនៅជ្រុងមួយដោយមានសៀវភៅគណិតវិទ្យាបើកនៅចំពោះមុខថ្ងៃនេះគឺជាថ្ងៃដែលគ្រូដាក់ឲ្យធ្វើលំហាត់ជាក្រុមហើយជោគវាសនាពិតជាបានលេងសើចឬក៏ថ្វាយសំណាងដល់នាងនៅពេលដែលគ្រូបានចាត់ឲ្យនាងតារានិងវិសាលនៅក្រុមជាមួយគ្នាតារាអង្គុយនៅទល់មុខនាងគាត់កំពុងតែយកដៃកោសក្បាលយ៉ាងតានតឹងខណៈដែលគាត់សម្លឹងមើលសមីការដែលស្មុគស្មាញនៅលើក្រដាសខ្ញុំពិតជាមិនយល់សោះសុភាហេតុអ្វីបានជាអ៊ិចត្រូវស្វែងរកវាយរហូតអញ្ចឹងពួកគេមិនអាចនៅម្នាក់ឯងបានទេតារាទួញទួយតិចដែលធ្វើឲ្យសុភាលួចសើចវិសាដែលអង្គុយនៅក្បែរនោះគ្រាន់តែដកដង្ហើមធំហើយរុញវ៉ែនតារបស់គាត់ឡើងវាជាគណិតវិទ្យាតារាវាមិនតកវិទ្យាមិនមែនដោយកែបោះបាល់ចូលបោះដោយប្រើតែអារម្មណ៍នោះទេវិសានិយាយដោយសំឡេងស្មើប៉ុន្តែបង្កប់ដោយការឌីដងតារាសម្លឹងមើលវិសាលយ៉ាងហោចណាស់ការបោះបាល់ក៏ត្រូវការការកំណត់ដែរណាសុភាឃើញថាបរិយាកាសចាប់ផ្ដើមតានតឹងនាងក៏ប្រញាប់កាត់
តោះមកឃីមពន្យល់មើលត្រង់នេះណាតារានាងយកប៊ីកទៅចង្អុលនៅត្រង់រូបមន្តហើយចាប់ផ្ដើមពន្យល់យ៉ាងម៉ត់ចត់តារាខិតមកជិតនាងដើម្បីមើលឲ្យច្បាស់ភាពជិតស្និទ្ធនេះធ្វើឲ្យសុភាបានធុំក្លិនសាប៊ូកុកសក់របស់គាត់និងឃើញរោមផ្នែកដល់វែងរបស់គាត់យ៉ាងច្បាស់បេះដូងរបស់នាងចាប់ផ្ដើមធ្វើទុកទៀតហើយអូខ្ញុំយល់ហើយអរគុណណាស់សុភាឯងពិតជាគ្រូដ៏ពូកែមែនតារានិយាយដោយក្តីរីករាយព្រមទាំងចាប់ដៃសុភាដោយមិនដឹងខ្លួនសុភាភ្ញាក់ព្រើតហើយមុខរបស់នាងឡើងក្រហមដូចផ្លែប៉ោមតារាដូចជាដឹងខ្លួនគាត់ក៏ប្រញាប់ដកដៃវិញយ៉ាងលឿនសុំទោសគាត់និយាយទាំងអៀននៅពេលនោះនារីនិងក្រុមរបស់នាងបានដើរចូលមកក្នុងបណ្ណាល័យនារីឃើញតារានិងសុភាអង្គុយជិតគ្នានាងក៏ដើរមកក្បែរតុរបស់ពួកគេភ្លាមតារាពួកយើងកំពុងតែរកគ្នាទៅញ៉ាំអីនៅអាហារដ្ឋានតោះទៅជាមួយគ្នាទេនារីសួរដោយសំឡេងផ្អែមល្ហែមព្រមទាំងសំឡុងមើលសុភាដោយកន្ទុយភ្នែកតារាមានអារម្មណ៍ទើបតល់ខ្ញុំកំពុងធ្វើលំហាត់ជាមួយក្រុមប្រហែលជាមិនបានទៅទេនារីធ្វើមុខជូរលំហាត់នឹងចាំធ្វើពេលក្រោយក៏បានតោះទៅណានាងព្យាយាមទាញដៃតារាប៉ុន្តែលើកនេះវិសាលជាអ្នកនិយាយឡើងការងារក្រុមត្រូវធ្វើឲ្យចប់នៅម៉ោងនេះនារីសូមកុំរំខានសំឡេងរបស់វិសាលមឹងម៉ាត់ដៃធ្វើឲ្យនារីទាល់តម្រើសនាងដើរចេញទៅវិញដោយជើងធ្ងន់ធ្ងរប៉ុន្តែមិនភ្លេចងាកមកសម្លុកសុភាទេបន្ទាប់ពីនារីចេញទៅសុភាមានអារម្មណ៍ថាមិនស្រួលចិត្តតារាបើចង់ទៅក៏ទៅចុះខ្ញុំអាចធ្វើផ្នែកដែលសល់បាននាងនិយាយតិចតារាក្រវីក្បាលអត់ទេពួកយើងជាក្រុមតែមួយត្រូវតែធ្វើជាមួយគ្នាញ៉ាំងទៀតនៅទីនេះសប្បាយជាងគាត់ញញឹមដាក់នាងពាក្យថានៅទីនេះសប្បាយជាងធ្វើឲ្យសុភាមានកម្លាំងចិត្តយ៉ាងចម្លែកទោះបីជាវិសាលនៅអង្គុយមុខស្ងួតនៅក្បែរនោះក៏ដោយក៏សុភាមានអារម្មណ៍ថាពេលនេះគឺជាពេលវេលាដ៏មានតម្លៃបំផុតពួកគេបន្តធ្វើលំហាត់រហូតដល់ចប់ម៉ោងហើយនៅពេលដែលពួកគេដើរចេញពីបណ្ណាល័យតារាបានលួចខ្សឹបប្រាប់សុភាថាថ្ងៃស្អែកបើទំនេរជួយបង្រៀនខ្ញុំទៀតបានទេសំណួរនេះគឺជាចម្លើយដែលសុភាទន្ទឹងរង់ចាំវាមិនមែនគ្រាន់តែជាការបង្រៀនគណិតវិទ្យាទេតែវាគឺជាឱកាសដើម្បីបាននៅក្បែរមនុស្សដែលនាងស្រឡាញ់សម័យកាលនៃបេះដូងរបស់នាងហាក់ដូចជាចាប់ផ្ដើមរកឃើញចម្លើយបណ្ដាហើយសាលារៀនទាំងមូលទាល់ត្រូវគ្រប់ដណ្ដប់ដៃសំឡេងហួរឬកញ្ជ្រៀវនិងតន្ត្រីដ៏រំជើបរំជួលថ្ងៃនេះគឺជាថ្ងៃប្រកួតកីឡាប្រចាំឆ្នាំហើយទីលានបាល់បោះពោពេញទៅដោយសិស្សានុសិស្សដែលមកគាំទ្រក្រុមរបស់ពួកគេសូភានិងបុប្ផាអង្គុយនៅលើកៅអីជួរខាងមុខដៃរបស់ពួកគេកាន់ដបទឹកត្រចៀកដែលបំរុងទុកសម្រាប់កីឡាករសូភាមានកន្សែងពស់គោពណ៌សមួយដែលនាងបានប៉ាក់ឈ្មោះតារានៅជ្រុងម្ខាងយ៉ាងស្អាតនាងមានបំរុងចង់ឲ្យវាទៅគាត់នៅពេលការប្រកួតចប់នៅលើទីលានតារាកំពុងតែបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យគាត់រត់លឿនដោយខ្យល់កេតពីគូប្រកួតនិងលោតបោះបាល់ចូលបោះយ៉ាងត្រឹមត្រូវរាល់ពេលដែលគាត់រកបន្ទូបានសំឡេងស្រែកឈ្មោះគាត់បានបន្លឺឡើងកងរំពងជាពិសេសពីក្រុមរបស់នារីដែលស្លៀកពាក់ជាអ្នករួមលើកទឹកចិត្តយ៉ាងសិក្ស៊ីសូភាមានអារម្មណ៍ទុកចិត្តបន្តិចនៅពេលឃើញនារីរត់តែជូតញើសឲ្យតារានៅពេលសម្រាកតង់តារាហាក់ដូចជាមិនបដិសេធដែលធ្វើឲ្យសូភាមានអារម្មណ៍ថាខ្លួនឯងគ្រាន់តែជាមនុស្សក្រៅរង្វង់កុំគិតច្រើនអីសូភាតារាគាត់ចិត្តល្អគាត់មិនចេះបដិសេធគេទេបុប្ផាព្យាយាមលងលោមមិត្តនៅពេលការប្រកួតចប់ក្រុមរបស់តារាទទួលបានជ័យជំនះសូភាប្រមូលភាពក្លាហានក្របឈរឡើងហើយដើរទៅរកតារាដែលកំពុងត្រូវបានឡោមព័ទ្ធដោយមិត្តភក្តិប៉ុន្តែមុននឹងនាងទៅដល់នាងបានឃើញនារីស្ទូទៅអោបតារាយ៉ាងណានហើយថែមទាំងថើបថ្ពាល់គត់ទៀតថងសិស្សនៅទីនោះបានស្រែកហួរយ៉ាងខ្លាំងតារាឆោកាំងមានភាពភ្ញាក់ផ្អើលប៉ុន្តែគាត់មិនបានរុញនារីចេញភ្លាមៗនោះទេរូបភាពនោះបានចាក់ដោតចូលក្នុងបេះដូងរបស់សូភាដូចជាកំបិតដៃដែលកាន់កន្សែងពស់គោបានធ្លាក់ចុះនាងមានអារម្មណ៍ថាខ្លួនឯងល្ងងខ្លៅណាស់ដែលគិតថាតារាអាចនឹងមានចិត្តលើនាងសូភាចាំបន្តិចសំឡេងរបស់វិសាលបន្លឺឡើងពីក្រោយសូភាងាកមកតែងទឹកភៀករមៀលលើថ្វល់វិសាលមើលមកនាងដោយក្តីអាណិតគាត់ដឹងថាមានរឿងអ្វីកើតឡើងកុំយំអីវាមិនសមនឹងទឹកភៀករបស់ឯងទេវិសាលនិយាយហើយហុចកន្សែងដៃឲ្យនាងនៅពេលនោះតារាបានរុញនារីចេញហើយងាកមកឃើញសូភាឈរនៅជាមួយវិសាលគាត់ឃើញទឹកភៀករបស់នាងសូភា
ก็ស្រែកហៅឲ្យភីអៀមរត់មករកនាងប៉ុន្តែសូភាបានបែកខ្នងឲ្យរត់ចេញពីទីលានកីឡានាងរត់ទៅរកសួនច្បារក្រោយសាលាជាកន្លែងដែលស្ងប់ស្ងាត់បំផុតនាងអង្គុយយំនៅក្រោមដើមឈើធំមួយនាងដឹងថាវាមិនមែនជាកំហុសរបស់តារាទាំងស្រុងទេប៉ុន្តែនាងឈឺចាប់ដែលឃើញគេស្និទ្ធស្នាលគ្នានាងឈឺចាប់ដែលខ្លួនឯងគ្មានភាពក្លាហាននាងសម្រេចចិត្តថានឹងដកខ្លួនការសិក្សាគឺជារឿងសំខាន់បំផុតនៅពេលនេះរឿងស្នេហាគួរតែទុកមួយឡៃសិនចាប់ពីថ្ងៃនោះមកសូភាចាប់ផ្ដើមគេចមុខពីតារានាងមិនទៅបណ្ណាល័យនៅម៉ោងដែលធ្លាប់ទៅនាងមិនដើរកាត់ទីលានបាល់បោះហើយនាងបិទសាររបស់គាត់ភាពស្ងៀមស្ងាត់បានចូលមកជំនួសកម្លាំងដែលធ្លាប់តែមានស្នាមញញឹមតារាព្យាយាមស្តាក់ជប់នាងជាច្រើនដងប៉ុន្តែសូភាតែងតែមានលេសឬដើរជាមួយវិសាលភាពឃ្លាតឆ្ងាយនេះធ្វើឲ្យតារាមានអារម្មណ៍ថាបាត់បង់អ្វីមួយដ៏សំខាន់គាត់ចាប់ផ្ដើមយល់ថាជ័យជំនះក្នុងការប្រកួតនិងការគ្រប់គ្រងពីមនុស្សរាប់រយនាក់មិនមានន័យអីទេបើគ្មានស្នាមញញឹមរបស់សូភាពេលវេលាចេះតែដើរទៅមុខយ៉ាងលឿនដូចជាទឹកហូរដែលមិនអាចត្រឡប់ក្រោយការប្រឡងសញ្ញាបត្រមួយជុំសិក្សាទូតយភូមិបាក់ឌុបកាន់តែខិតជិតមកដល់បរិយាកាសនៅក្នុងសាលារៀនប្រែជាតានតឹងនិងស្ងប់ស្ងាត់ខុសពីធម្មតាគ្រប់គ្នាកំពុងតែប្រឹងប្រែងដើម្បីអនាគតរបស់ពួកគេសុភាបានគប់ខ្លួនឯងនៅក្នុងគំនរសៀវភៅនាងរៀនរហូតដល់យប់ជ្រៅជារៀងរាល់ថ្ងៃដើម្បីបំភ្លេចរឿងរ៉ាវក្នុងចិត្តភ្នែករបស់នាងចាប់ផ្ដើមមានស្នាមខ្មៅហើយមុខរបស់នាងស្លេកឆ្លាំងជាងមុនថ្ងៃមួយនៅពេលដែលនាងកំពុងអង្គុយរៀននៅហាងកាហ្វេក្បែរសាលាតារាបានដើរចូលមកគាត់មើលទៅស្គមជាងមុនហើយទឹកមុខដែលធ្លាប់តែរីករាយក៏ប្រែជាស្រងូតស្រងាត់គាត់ឃើញសុភាហើយដើរមកឈរនៅមុខតុរបស់នាងសុភាយើងអាចនិយាយគ្នាបានទេសំឡេងរបស់គាត់ទន់ភ្លន់និងអង្វរកសុភាងើបមុខមើលគាត់បេះដូងរបស់នាងដែលនាងខំប្រឹងបិទចិត្តបានបើកចំហាយឡើងវិញដោយគ្រាន់តែឃើញមុខរបស់គាត់ខ្ញុំត្រូវរៀនតារានាងឆ្លើយតិចតែមួយផ្លែតទេសុភាខ្ញុំដឹងថាខ្ញុំធ្វើឲ្យសុភាខឹងរឿងថ្ងៃនោះខ្ញុំសុំទោសរវាងខ្ញុំនិងណារីគ្មានអ្វីទេខ្ញុំមិនបានជួយចិត្តនាងទេតារានិយាយយ៉ាងលឿនខ្លាចនាងមិនស្ដាប់សុភាដាក់បិចចុះវាមិនមែនជារឿងនោះទេតារាពួកយើងថ្នាក់ទី12ហើយយើងត្រូវគិតពីរឿងរៀនម៉ាក់ប៉ារបស់ខ្ញុំរំពឹងខ្ពស់ណាស់ខ្ញុំមិនចង់ឲ្យរឿងផ្សេងមករំខានទេតារាដកដង្ហើមធំខ្ញុំយល់ប៉ុន្តែតើយើងមិនអាចធ្វើជាមិត្តដូចដើមបានទេការដែលសុភាកិច្ចមុខពីខ្ញុំបែបនេះធ្វើឲ្យខ្ញុំពិបាកចិត្តណាស់ខ្ញុំរៀនមិនចូលទេពេលដឹងថាសុភាខឹងខ្ញុំពាក្យសម្ដីរបស់គាត់ធ្វើឲ្យសុភារំជួលចិត្តខ្ញុំមិនបានខឹងទេខ្ញុំគ្រាន់តែនាងមិនអាចនិយាយបន្តគ្រាន់តែខ្លាចមែនទេខ្ញុំក៏ខ្លាចដែរខ្លាចអនាគតខ្លាចការប្រឡងខ្លាចបាត់បង់សុភាតារាសារភាពត្រង់នេះជាលើកទី1ហើយដែលសុភាឃើញតារាប្រង្ហាញភាពទន់ខ្សោយពួកគេអង្គុយស្ងៀមមួយសន្ទុះទីបំផុតសុភាញញឹមតិចបានហើយយើងនៅជាមិត្តនឹងគ្នាប៉ុន្តែត្រូវសន្យាថាខំរៀនឲ្យជាប់ណាតារាញញឹមតបវិញភ្នែករបស់គាត់ភ្លឺឡើងសន្យាបើឃើញប្រឡងជាប់សុភាត្រូវផ្ដល់រង្វាន់ឲ្យខ្ញុំណារង្វាន់អីសុភាសួរចាំប្រឡងជាប់សិនចាំប្រាប់គាត់និយាយរៀងសើចចាប់ពីថ្ងៃនោះមកពួកគេបានត្រឡប់មកនិយាយរកគ្នាវិញប៉ុន្តែក្នុងកម្រិតមួយដែលសមរម្យពួកគេបង្កើតក្រុមសិក្សាតូចមួយដែលមានបុប្ផានិងវិសាលចូលរួមដែរវិសាលហាក់ដូចជាយល់ពីស្ថានភាពហើយគាត់ក៏មិនបានជំទាស់អ្វីដែរជប់ថ្ងៃប្រឡងមកដល់សុភាបានផ្ញើសារជូនពរតារាជូនពរឲ្យសំណាងល្អណាលោកកីឡាករធ្វើឲ្យបានល្អតារាឆ្លើយតបមកវិញភ្លាមអរគុណអ្នកគ្រូដ៏ពូកែស៊ូៗទាំងអស់គ្នាថ្ងៃប្រឡងបានកន្លងផុតទៅដោយភាពតានតឹងប៉ុន្តែក៏ពោពេញដោយក្តីសង្ឃឹមនៅពេលដែលពួកគេដើរចេញពីមណ្ឌលប្រឡងនៅថ្ងៃចុងក្រោយភ្លៀងមួយមេធំបានធ្លាក់ចុះមកទៀតហើយដោយការពីថ្ងៃដំបូងដែលពួកគេបានជិតស្និទ្ធគ្នាប៉ុន្តែលើកនេះពួកគេមិនបានរត់គេចទេពួកគេឈរនៅក្រោមដំបូលសាលាសម្លឹងមើលទឹកភ្លៀងដែលលាងចម្រាបភាពតានតឹងទាំងអស់ចេញសុភាដឹងថាទោះបីជាលទ្ធផលចេញមកយ៉ាងណាក៏ដោយនាងនឹងមិនសោកស្ដាយចំពោះពេលវេលាដែលបានកន្លងផុតទៅឡើយឬសៀលថ្ងៃប្រកាសលទ្ធផលប្រឡងបេះដូងរបស់សិស្សគ្រប់រូបហាក់ដូចជាចង់លោតចេញមកក្រៅសុភាឈរនៅមុខក្តារខៀនដោយបិទបញ្ជីឈ្មោះដោយដៃនាងកាន់ដៃបុប្ផាយ៉ាងណែនភ្នែករបស់នាងរត់រកមើលឈ្មោះរបស់ខ្លួនឯងនេះទេអេនាងស្រែកហួរដោយក្តីរីករាយហើយអោបបុប្ផាបន្ទាប់មកនាងប្រញាប់រកមើលឈ្មោះរបស់តារានៅតារាងខាងក្រោមបន្តិចឈ្មោះតារាស្ថិតនៅនេះទេសេទោះបីជាមិនមែនជាលំដាប់កំពូលប៉ុន្តែគាត់បានជាប់សុភាសប្បាយចិត្តជាងខ្លួនឯងជាប់ទៅទៀតនាងងាកទៅរកមើលតារាហើយឃើញគាត់កំពុងត្រូវបានឪពុករបស់គាត់តែស្មាដោយក្តីមោទនភាពតារាងាកមកឃើញសុភាហើយគាត់បានលើកមេដៃដាក់នាងនៅល្ងាចនោះសិស្សថ្នាក់ទី12បានរៀបចំពិធីជប់លៀងតូចមួយនៅមាត់ទន្លេមេគង្គ
ដើម្បីអបអសាទរព្រះអាទិត្យកំពុងតែរៀបលិចបង្កើតជាពន្លឺពណ៌មាសដ៏ស្រស់ស្អាតនៅលើផ្ទៃទឹកសុភាបានដើរចេញពីហ្វូងមនុស្សទៅឈរនៅកន្លែងស្ងាត់មួយក្បែរដើមជ្រៃដោយសម្លឹងមើលទៅទូកដែលកំពុងធ្វើដំណើរស្វែងរកសន្តិភាពមែនទេសំឡេងមួយបន្លឺឡើងគឺតារាគាត់កាន់ភេសជ្ជៈពី10ហើយហុចមួយឲ្យនាងអបអសាទរណាសុភានេះទេអេដោយការរំពេញទុកអបអសាទរដូចញាតារាឯងធ្វើបានល្អណាស់សុភាតបវិញតារាដកដង្ហើមធំហើយសម្លឹងមើលទៅទន្លេសុភាចាំពាក្យសន្យារបស់យើងទេរឿងរង្វាន់នោះសុភាងក់ក្បាលចាំតាចង់បានអ្វីតារាដាក់ដបទឹកចុះហើយដកយកសៀវភៅកំណត់ហេតុមួយក្បាលចេញពីកាបូបរបស់គាត់សុភាបោកភ្នែកធំវាជាសៀវភៅកំណត់ហេតុរបស់នាងដែលនាងបានបាត់កាលពីសប្តាហ៍មុនខ្ញុំរត់បាននៅបណ្ណាល័យហើយខ្ញុំសុំទោសដែលបានបាក់មើលតារានិយាយដោយសម្លេងប្រែប្រួលសុភាមុខឡើងក្រហមងាំងនៅក្នុងនោះមានរូបគំនូររបស់តារាជាច្រើនដែលនាងបានលួចគោតារាគឺនាងនិយាយមិនចេញតារាបាក់សៀវភៅនោះទៅទំពើចុងក្រោយដែលមានរូបគំនូរពួកគេទាំងពីរឈរក្រោមឆ័ត្រពណ៌ខៀវរូបនេះស្អាតណាស់សុភាខ្ញុំមិនដែលដឹងថាសុភាមានអារម្មណ៍បែបនេះចំពោះខ្ញុំទេគាត់ដើរចូលមុខចិត្តនាងហើយកាន់ដៃនាងទាំងពីរតាមពិតទៅខ្ញុំចង់ប្រាប់សុភាយូរហើយតាំងពីថ្ងៃភ្លៀងនោះមកខ្ញុំមិនអាចដកចិត្តពីសុភាបានទេសុភាជាមនុស្សតែម្នាក់ដែលមើលឃើញខ្ញុំជាខ្ញុំមិនមែនជាកីឡាករឬក៏អ្នកមានសុភាជាកម្លាំងចិត្តរបស់ខ្ញុំទឹកភ្នែករមៀចុកនៅលើផ្ទាល់របស់សុភាប៉ុន្តែលើកនេះជាទឹកភ្នែកនៃក្តីសុខខ្ញុំស្រឡាញ់ឯងតារានាងនិយាយពាក្យដែលនាងលាក់ទុកអស់រយៈពេល3ឆ្នាំតារាញញឹមយ៉ាងស្រស់ហើយយកដៃជូតទឹកភ្នែកឲ្យនាងខ្ញុំក៏ស្រឡាញ់សុភាដែរធ្វើជាសង្សារខ្ញុំបានទេសុភាងក់ក្បាលតារាអោបនាងយ៉ាងណែននៅក្រោមពន្លឺថ្ងៃលិចខ្យល់ទន្លេបឹកម៉ាក់ត្រជាក់ល្ហឹមប៉ុន្តែបេះដូងរបស់ពួកគេមានភាពកក់ក្ដៅបំផុតនៃទីបំផុតចម្លើយនៃបេះដូងត្រូវបានរកឃើញវាមិនមែនជារូបមន្តគណិតវិទ្យាសាស្ត្រឬទ្រឹស្ដីវិទ្យាសាស្ត្រទេតែវាជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដែលកើតចេញពីការយល់ចិត្តនិងការតស៊ូជាមួយគ្នានេះគ្រាន់តែជាការចាប់ផ្ដើមនៃជំពូកថ្មីក្នុងជីវិតរបស់ពួកគេនៅក្រោមទំនប់ទឹកភ្លៀងនៃអនុស្សាវរីយ៍ដែលនឹងមិនអាចបំភ្លេចបាន